បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបន្លែកអារម្មណ៍បន្តិចនាំបងប្អូនមកមើលប្រភេទម៉ាស៊ីនច្រូត Lovo 130 សេដែលបំពាក់ក្បាលច្រូតពោតបងប្អូនហ្នឹងហើយអញ្ចឹងប្រភេទក្បាលច្រូតពោតនេះឃើញថាវាស្អាតមែនទែនបងប្អូនណាមើលទៅរៀបស្មើវាធ្វើឲ្យស័ក្តិសមជាមួយនឹងប្រភេទម៉ាស៊ីនច្រូតដែលបំពាក់ជាមួយនឹងកាប៊ីនម៉ាស៊ីនត្រជាក់បងប្អូនណាអញ្ចឹងប្រភេទក្បាលម៉ាស៊ីនបានច្រូតពោតនេះវាជួយសម្រួលការងារច្រើនមែនទែនដល់កសិករយើងដែលពីមុនយើងធ្លាប់តែកាច់ដៃបងប្អូនឥឡូវយើងមានម៉ាស៊ីនបំពាក់ជាមួយក្បាលច្រូតពោតវាការងារយើងលឿនណាបងប្អូនហ្នឹងហើយអញ្ចឹងសាច់ដែកប្រភេទនេះគឺក្រាស់មែនទែនណាបាទបងប្អូនអាចមើលបានទាំងអស់គ្នានេះអញ្ចឹងប្រភេទចង្វាក់អីផ្សេងបីកាត់ពោតហ្នឹងគឺវាជួយឲ្យការងារយើងស្រួលសម្រួលដល់កម្លាំងពលកម្មបានច្រើនមែនទែនបងប្អូនហ្នឹងហើយអញ្ចឹងអានេះក៏វាអាចជួបជាមួយនឹងក្បាលច្រូតស្រូវបានដូចគ្នាបងប្អូនគ្រាន់តែយើងដោះកន្លែងនេះមកលើកឡើងមើលដូរក្បាលច្រូតពោតមកបានហើយបាទនេះជាប្រភេទម៉ាស៊ីនច្រូត Lovo 130សេសដែលភ្ជាប់ជាមួយនឹងក្បាលច្រូតពោតបងប្អូនបាទបើសិនជាមានតម្រូវការមានចំណាប់អារម្មណ៍ជាមួយនឹងប្រភេទក្បាលច្រូតពោតបងប្អូនអាចតាក់ទងបានតាមរយៈក្រុមហ៊ុនចាប់ក្រហមបាទឬក៏អាចតែអ្នកតំណងតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងលើជូនបងប្អូនបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា